ពិធីបែបប្រពៃណីខ្មែរពីបុរាណមួយដែលរៀបចំធ្វើក្នុងពិធីមង្គលមានដូចជាពិធីកោរជុកពិធីបំបួសនាគពិធីចូលម្លប់និងពិធីរៀបអាពាហ៍ពិពាហ៍នោះគឺកិច្ចពិធីធ្វើធ្មេញពិធីនេះគឺគេតាក់តែងរាងកាយគេដោះគេចាស់គេសម្អាតណាបាទហើយគេយកពិធីនេះអ្នកនេះដើម្បីយកទៅសំពះព្រះអាទិត្យព្រះច័ន្ទបាទជាពលឺថ្វាយព្រះអាទិត្យព្រះច័ន្ទបង្ហាញណាព្រោះបាការគេថាមានគម្រប់ភ័យហើយយកសម័យខ្លួននេះយកទៅបង្ហាញព្រះអាទិត្យព្រះច័ន្ទកាលណាបើឃើញព្រះអាទិត្យរះឡើងចាញ់ក្រហមមកចរិតដូងយើងនេះណាលោកថាពលាននោះបានដល់ហើយតបីខ្ញែនោះស្អាងខ្លួនរួចក្តីមិនរួចក្តីត្រូវតែយកកូនកំមនេះចេញមកបាទព្រោះពលាននេះដល់ហើយបាទយកនឹងព្រះអាទិត្យវីដេអូនេះនឹងបង្ហាញអំពីកិច្ចពិធីធ្វើធ្មេញក្នុងពិធីកោរជុកក្នុងឆ្នាំ2023នៅភូមិតានីឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាបដែលពិធីនេះក្រងដោយលោកតាអាចារ្យពោពឿនធ្វើទាំងអស់គ្នាប៉ុន្តែគេធ្វើមកវគ្គវាបាទវគ្គអង្គរៀបគេធ្វើមុនធ្វើដល់ភ្លឺបៀតភ្លឺឡើងអានេះវគ្គគេត្រូវសាអង្គរៀបសម្រាប់ពលាបាទសម្រាប់ពលារួចគេធ្វើធ្មេញជៀបគ្នានោះឯងនឹងគេហៅថាគឺធ្មេញបំពេញលក្ខកូនប្រុសក្តីកូនស្រីក្តីកាលណាដែលមានរៀបចំនៅអាពាហ៍ពិពាហ៍គេថាយើងត្រូវធ្វើធ្មេញបំពេញលក្ខណៈបាទដោយតែពួកអ្នកព្រេងតែជាងនៅលក្ខណៈនោះណាគ្រឿងរណ្ដាប់សម្រាប់យកមករៀបចំកិច្ចពិធីអាចនឹងខុសគ្នាទៅតាមតំបន់និងអាចារ្យដែលរៀបចំធ្វើកិច្ចពិធីជាក់ស្ដែងដោយកិច្ចធ្វើធ្មេញនៅក្នុងពិធីកោរជុកដែលបង្ហាញនេះមានគ្រឿងរណ្ដាប់ដូចតទៅទី1វាមានចប់ជីចប់ជីយើងនេះណាបាទរបស់ខ្ញុំមានចប់ជីទី2មានដីពលាទី3ក៏មានកន្ត្រៃទី4មានចានទី5មានបែងចានទី6មានលក្ខណៈទី7មានស្លឹកម្លូសម្រាប់បៀមនេះកាត់ដាតនេះរបៀបធ្វើធ្មេញណាបាទមានសម្ភារៈនោះឯងកាលណាដែលយើងរៀបធ្វើហើយយើងសម័យខ្លួននោះបៀមស្លឹកម្លូបាទបៀមស្លឹកម្លូហើយបានគេយកកន្ត្រៃគេថាកណ្ដាលនេះគឺជាអាតកំឡងការសក់ទុកផងដោយសារដាតចង្រៃអពមង្គលត្រូវតែកាត់ជ្រាបឲ្យអស់ចង្រៃគេជ្រាប3ដងរួចបានគេដាក់ក្នុងកន្ទោងអានោះអាឆាំងនោះឆាំងលាក់នោះឆាំងថ្នាំយកមកជូតធ្មេញនេះមានថ្នាំមួយចំនួនត្រូវដាក់ក្នុងឆ្នាំងលាក់ដាក់តម្កល់លើជើងក្រានដើម្បីដាំចំអិនសម្រាប់ធ្វើធ្មេញសម័យខ្លួនចាំមើលខ្ញុំរៀបបើជាបើមិនបានគ្រប់មុខកំដេចទី1ដើមស្ទាន់ទី2ដើមកាប៉េះទី3ដើមនឹងជុំទី4ដើមត្រាយទី5ដើមធ្មេញត្រីទី6ដើមឆ្នោតយើងឆ្នោតលុញធូរនេះបាទយកមកដាក់លុញធូរគេកោទៅគេយកមកដាក់ច្រឡំលាយគ្នានោះឯងបាទខ្លួនវាឲ្យមាញ់នៅបាតេមកតូតណារួយតើកិច្ចពិធីធ្វើធ្មេញប្រារព្ធឡើងតាមលំដាប់លំដោយរបៀបណាខ្លះកាលណាដែលគេធ្វើធ្មេញលីងលាក់នេះគេឆ្វែល3ជុំតសកឡងណាឆ្វែល3ជុំជារួចបានគេយកមកសំពះពលាមកវគ្គសំពះពលាចាប់សពគ្រប់ហើយថ្វាយព្រះអាទិត្យប្រច័ណ្ឌសពគ្រប់ហើយសម័យខ្លួនឡើងអង្គុយលើកៅអីជាមកបាទលើអាចារ្យគេប្រាប់មកចិនថ្មយើងដាក់ថ្មចិនជែបាទចិនទៅអាចារ្យគេប្រាប់កិច្ចថាយើងធ្វើចិត្តឯនឹងដូចថ្មធ្វើចិត្តឯនឹងដូចប្រភេទដីណាយើងមានគូសកលស្វាមីហើយនេះណាគៀនមកឲ្យឈៀបឆាវទេដល់ហើយអាចារ្យលោកធ្វើពិធីដើម្បីធ្វើធ្មេញទី1គេបំផឹកទឹកដូង3ដងដូចដេកក៏រៀបទៅដែរ3ដង2ដងហើយក៏ឲ្យខ្ជាក់3ដងហើយក៏ឲ្យលេបហើយគេបញ្ជាក់ថាផ្អែមទេថាផ្អែម
ព្រោះទិដងផ្អែមយកមែនឯងបើយើងបៀមឆ្នាំអានោះបានវាជួយចាត់ទៅវិញប្រាយបើរឿងទិដងវាមានការផ្អែមល្ហែមហើយសូមអ្នកទាំងពីរគិតពិចារណាយើងបានគ្នាជាគូសកលហើយសូមបីទោះបីមានហេតុផលអាក្រក់យ៉ាងណាយើងត្រូវរកពាក្យណាដែលគួរសមល្អែមប្រហែលដូចជាទិដងនេះកុំចិនជាលេះឆ្លាស់ណាឲ្យល្ហែមបានគេអីគ្រប់វាហើយបានគេឲ្យកពូមើលខ្យាក់មកនឹងកន្ទោម្ដងទៀតបានលោកអាចារ្យនេះគេយកមលូ7មលូមួននេះណាគេយកទៅបញ្ជីចោល7ដងបាទ7ដងរួចបានគេយកជនីដែលដាំលើជើងក្រាននោះគេយកអាដែងជាតិថ្នាំនោះគេយកមកជូតនៅលើធ្មេញជូតលើធ្មេញរួចគេដាក់ទៅវិញបានគេធ្វើម្ដងទៀតគេយកអាដែងជនីហ្នឹងដើម្បីយកមកជ្រាត់ណាគេជ្រាត់ធ្មេញអីគេជ្រាត់គ្រប់7ដងគេជ្រាត់7ដងណាម្ដងសិតតែ7ដងមុខបាទ7ដងបានគេយកដែកពលាកនោះគេយកមកដាប់ធ្មេញ7ដងទៀតបានគេយកចានយកមកកោសធ្មេញនោះ7ដងទៀតបានគេយកអំបែងចាននោះគេយកមកកោសធ្មេញ7ដងទៀតអំបែងចាននេះឯងគេអបមាប្រៀបដូចជាថ្មពេជ្រខ្ញុំជម្រាបទាំងនេះហើយបានគេយកលក្ខណៈយើងនេះលក្ខណៈនេះគេយកមកតាំងធ្វើជាกระดาษពេជ្រសម្រាប់ដោះកាត់ធ្មេញនោះឯងជម្រះយំទិលអានេះពិធីរៀបធ្វើធ្មេញលេងលាក់អានេះចាប់ទៅនេះក្រោយបញ្ចប់កិច្ចពិធីធ្វើធ្មេញគ្រឿងរណ្ដាប់ដែលបានរៀបកិច្ចរួចហើយនោះគេត្រូវរៀបចំសែននិងយកទៅដាក់ទីសំគោណាមួយនៅក្រៅកន្លែងធ្វើកិច្ចពិធីផុតពីនោះគេទៅចោលណែកន្ទងនំកន្ទងអីស្ដីដែលនៅជើងក្រានដាក់ទាំង4នោះគេត្រូវចោលទាំងអស់លើកចោលទាំងអស់ប៉ុន្តែមុននឹងចោលគេសែនសិនគេសែនបូជាចោលនោះឯងសែននាងក្រានហៅនាងក្រានតាមក្បួនគេហៅនាងក្រានបាទសែននាងក្រានបានយកធ្វើលិញលាក់ប្រឡាក់បញ្ជូននេះក៏សុំឲ្យបានត្រជាក់ត្រជុំជំរុំចម្រើនកុំឲ្យមានក្តៅក្រហល់កាហាយដល់សម័យខ្លួននោះក្នុងពិធីកោរជុកបន្ទាប់ពីចប់កិច្ចធ្វើធ្មេញលោកតាអាចារ្យបន្តធ្វើកិច្ចមួយទៀតគឺកោរជុកឬកោរកំប៉ោយដោយដឹកដៃកុមារសម័យទៅកាន់រោងកោរឬរានមាកិច្ចពិធីធ្វើធ្មេញគឺជាទំនៀមទម្លាប់របស់ខ្មែរនិងជាអត្តសញ្ញាណជាតិបានបន្តពីដូនតាមកដែលគួរតែត្រូវបានជំរុញនិងលើកទឹកចិត្តឲ្យមានការបន្តអនុវត្តកិច្ចពិធីនេះកុំឲ្យបាត់បង់ក្នុងសង្គមខ្មែរ